ជំរាបសួរពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តធុបនិងសួស្តីបងប្អូនសិស្សពេទ្យទាំងអស់គ្នាបាទថ្ងៃនេះដុកទ័រសុនសូមធ្វើការចែកម្លែកពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តធុបនិងបងប្អូនសិស្សពេទ្យទាំងអស់គ្នាអំពីប្រធានបទសុខភាពមួយទៀតហើយបាទថ្ងៃនេះលើកឡើងអំពីបញ្ហាទាក់ទងនឹងការមានផ្ទៃពោះបាទអញ្ចឹងទាក់ទងនឹងបញ្ហានៃការមានផ្ទៃពោះដែរបាទថ្ងៃនេះយើងមានប្រធានបទថ្មីមួយទៀតដើម្បីចែកម្លែកគឺយើងនិយាយអំពីចាក់ទឹកក្រៅពាងមានកូនឬទេបាទសំណួរហ្នឹងគឺជាសំណួរញឹកញាប់ដែលប្រិយមិត្ត YouTube តែងតែសាកសួរមកខាងយើងខ្ញុំផងដែរបាទអញ្ចឹងដើម្បីបកស្រាយអស់ចម្ងល់អំពីបញ្ហាហ្នឹងតើតើនឹងចាក់ទឹកក្រៅពាងមានកូនឬទេបាទយើងចង់ដឹងតើអ្នកសូមស្ដាប់ការបកស្រាយរបស់ខ្ញុំបាទជាបន្តបន្ទាប់ដូចតទៅបាទអញ្ចឹងមេតិការក្នុងថ្ងៃនេះយើងឃើញមាន3ចំណុចសំខាន់ទី1គឺសេចក្តីផ្ដើមទី2ពន្យាកំណើតចាក់ទឹកក្រៅពាងនិងទី3គឺចាក់ទឹកក្រៅពាងមានកូនឬទេបាទយើងចង់ដឹងថាអ្វីជាពន្យាកំណើតចាក់ទឹកក្រៅពាងហើយចាក់ទឹកក្រៅពាងនឹងអាចមានកូនឬទេបាទយើងចង់ដឹងតើអ្នកសូមស្ដាប់ការបកស្រាយជាបន្តទៅទៀតបាទអញ្ចឹងយើងមើលស្អីផ្ដើមវិធីពន្យាកំណើតចាក់ទឹកក្រៅពាងគឺជាមធ្យោបាយពន្យាកំណើតបែបប្រពៃណីដោយពន្យាកំណើតឲ្យមេជីវិតបរោះស្ថិតនៅខាងក្រៅខ្លួនស្ត្រីការពារកុំឲ្យមានការបង្កកំណើតបានបាទហ្នឹងគឺហៅថាចាក់ទឹកក្រៅពាងបាទអញ្ចឹងយើងមើលតទៅទៀតតកតងពជាកំណើតចាក់ទឹកក្រៅពាងតើពជាកំណើតចាក់ទឹកក្រៅពាងហ្នឹងវាមានលក្ខណៈបែបណាបាទយើងចង់ដឹងតើគ្នាសូមស្ដាប់ការបកស្រាយជាបន្តទៅទៀតបាទអញ្ចឹងយើងមើលការចាក់ទឹកក្រៅពាងហ្នឹងគឺថាវិធីពជាកំណើតនេះបើអនុវត្តបានល្អប្រសើរគឺមានប្រសិទ្ធភាពរហូតដល់96%បាទអញ្ចឹងប្រសិទ្ធភាពនេះខ្ពស់គួរសមដែរគឺបាន96%វិធីសាស្ត្រនេះត្រូវបានរកឃើញថា1លើ5គូស្វាមីអាចនឹងមានកូនក្នុងរយៈពេល1ឆ្នាំគឺប្រសិទ្ធភាពបានតែ80%នោះទេអញ្ចឹងការអនុវត្តមិនសូវបានល្អគឺអាចអត្រាមានកូនក្នុងរយៈពេល1ឆ្នាំនោះគឺយើងមានក្នុងចំណោម5គូមាន1គូអាចនឹងមានកូនអញ្ចឹងមានថាប្រសិទ្ធភាពវាអាចនឹងថយគឺត្រឹមតែ80%នោះទេបើសិនជាការអនុវត្តមិនបានត្រឹមត្រូវបាទអញ្ចឹងយើងមើលបន្តទៅទៀតតើតើនឹងការចាក់ទឹកក្រៅពាងដែរយើងថាចាក់ទឹកក្រៅពាងគឺវិធីសាស្ត្រមួយដែលគេដកបាទគឺការដកប្រដាប់ភេទបរោះចេញពីប្រដាប់បន្តពូជស្ត្រីដោយធ្វើយ៉ាងណាកុំឲ្យមានទឹកកាមចូលទៅក្នុងប្រដាប់បន្តពូជស្ត្រីដោយបរោះត្រូវចេះទប់អារម្មណ៍និងដឹងពេលវេលាដែលទឹកកាមនឹងត្រូវចេញមកក្រៅចឹងវិធីសាស្ត្រហ្នឹងគឺអាស្រ័យលើបរិះតែម្ដងបាទបើសិនជាបរិះហ្នឹងមិនចេះទប់អារម្មណ៍មិនដឹងពីពេលវេលានៃការដកចេញមកអាចនឹងស្ត្រីហ្នឹងមានកូនដោយចៃដន្យបាទអញ្ចឹងយើងមើលតទៅទៀតសំណួរញឹកញាប់ដែលប្រិយមិត្ត YouTube តែងតែសាកសួរមកខាងយើងខ្ញុំហ្នឹងសួរថាតើអាការចាក់ទឹកក្រៅពាងហ្នឹងវាអាចមានកូនឬទេបាទអញ្ចឹងដើម្បីបកស្រាយអស់ចម្ងល់អំពីសំណួរហ្នឹងសូមស្ដាប់ការបកស្រាយជាបន្តទៅទៀតបាទអញ្ចឹងចម្លើយដោយខ្លីគឺអាចមានកូនតើអាចមានកូននឹងក្នុងករណីណាខ្លះបាទយើងចង់ដឹងតើគ្នាសូមស្ដាប់ការបកស្រាយជាបន្តទៅទៀតបាទអញ្ចឹងយើងមើលតើតងវិធីសាស្ត្រចាក់ទឹកក្រៅពាងហ្នឹងគឺអាចនឹងមានកូនប្រសិនបើដៃគូបរោះគឺទប់អារម្មណ៍មិនបានឬក៏ដកចេញប្រដាប់ភេទមិនទាន់ឬអាចមានទឹកកាមខ្លះចូលក្នុងប្រដាប់ភេទស្ត្រីវិធីនេះអាចនឹងមានកូនផងដែរបើសិនបើដៃគូបរោះมันបានទៅនោមឬក៏លាងសម្អាតចុងប្រដាប់ភេទមុននឹងរួមភេទម្ដងទៀតបាទអញ្ចឹងត្រូវចាប់អារម្មណ៍ដែរថាបើសិនជាករណីអញ្ចឹងវាអាចនឹងមានកូនបាទអញ្ចឹងយើងមើលជាបន្តទៅទៀតតើតើការចាក់ទឹកក្រៅពាងដែរដែលមានកូនហ្នឹងវិធីហ្នឹងគឺអាចនឹងមានកូនផងដែរបើសិនបើដៃគូជាស្ត្រីមានវត្តរដូវមិនទៀងបាទអញ្ចឹងបើស្ត្រីវត្តរដូវមិនទៀងអាចនឹងមានកូនផងដែរជាងនេះទៅទៀតបាទយើងឃើញថាវាអាចមានការប្រឈមនឹងការឆ្លងជំងឺកាមរោគផ្សេងៗរួមទាំងឆ្លងជំងឺឆ្លងនានា
បាទដូចជាជំងឺអេដករណីអ្នកមានដៃគូរួមភេទច្រើនចឹងថាការចាត់ទឹកក្រៅពីហ្នឹងមិនត្រឹមតែមានកូនទេវាអាចមានកូនទេហើយវាអាចប្រឈមនឹងការឆ្លងជំងឺកាមរោគផ្សេងដូចជាប្រមេះស្វាយអេដថ្លើមបេថ្លើមសេនិងកាមរោគផ្សេងទៀតបាទជាពិសេសគឺអ្នកដែលមានដៃគូរួមភេទច្រើនចឹងការចាត់ទឹកក្រៅពីហ្នឹងជាវិធីពយល់មួយដែលអាចមានកូនបើសិនជាការអនុវត្តមិនបានត្រឹមត្រូវបាទអញ្ចឹងបើសិនជាស្ត្រីបាទសង្ស័យអំពីការមានកូនយើងឃើញថាខាងប្រាសាទរាជខ្ញុំមានផ្ដល់សេវាស្រាវជ្រាវរោគការមានកូនដំបូងរបស់ស្ត្រីនិងពជាកំណើតក្នុងតម្លៃសមរម្យផងដែរបាទអាចធ្វើការប្រឹក្សាសុខភាពតាមលេខ Telegram 3ខ្សែគឺ092 59 3350 088 3132 225 016 58 57 64ផងដែរហើយបើចង់រកទីតាំងយើងមានមធ្យោបាយ2គឺអាច scan តាម QR code ឬក៏មើលតាមផែនទីផ្ទាល់បាទអញ្ចឹងបើលោកស្រីគាត់មាន iPhone អាចចូលក្នុង App Store ស្វែងរកកម្មវិធី QR Code Reader ដំឡើងកម្មវិធីនឹងមកបើកម្មវិធីហ្នឹង scan លើ QR code របស់ខ្ញុំគឺ load Google Map ឃើញទីតាំងខ្ញុំឬក៏លោកស្រីមានទូរស័ព្ទផ្សេងក្រៅពី iPhone អាចចូលក្នុង Google Play ឬ Play Store បាទស្វែងរកកម្មវិធី Google Lens បាទដោយអក្សរស្រាប់ដំឡើងកម្មវិធីនឹងមកបាទកម្មវិធីហ្នឹង scan លើ QR code យើងខ្ញុំក៏ load Google Map ឃើញទីតាំងខ្ញុំដែរឬក៏មិនចឹងទេយើងអាចមើលតាមផែនទីផ្ទាល់បាទយើងអាចចុះតាមខ្លងទ្វារវត្តសន្សំកុសលបត់តាមលំវត្តខាងស្ដាំដៃចុះតាមផ្លូវ 16BT ត្រង់ចុងផ្លូវគឺដល់ទីតាំងខ្ញុំហើយឬក៏មិនចឹងទេអាចចុះតាមផ្លូវតផុនច្រកចូលទៅមុខហាង Pizza Community តែម្ដងបើសិនបើពុកម៉ែបងប្អូនក៏ដូចជាព្រមទុកទាំងអស់ចង់តាមដានព័ត៌មានសុខភាពថ្មីៗដែលក៏ថ្លៃច្រើនទៀតអាចចូលរួមជាមួយនឹង Channel Telegram យើងខ្ញុំគឺ MD Khoksun Official បាទអាចធ្វើការ scan QR code ទៅដើម្បីចូលទៅក្នុង Channel យើងខ្ញុំចុច Subscribe ឬក៏ Join ដើម្បីតាមដានព័ត៌មានសុខភាពថ្មីៗដែលក៏ថ្លៃច្រើនទៀតផងដែរបើសិនបើពុកម៉ែបងប្អូនក៏ដូចជាព្រមទាំងអស់ចង់ទទួលបាននូវវីដេអូអប់រំសុខភាពថ្មីៗបន្ថែមទៀតទាក់ទងនឹងជំងឺរោគស្ត្រីសញ្ញានៃការមានកូនសញ្ញានៃការមានកូនខុសធម្មតាក៏ដូចជាការយល់ដឹងអំពីតេស្តផ្សេងៗក្នុងផ្នែករោគស្ត្រីនិងការយល់ដឹងអំពីតេស្តផ្សេងៗទៀតក្នុងផ្នែកជំងឺផ្សេងៗទៀតនិងការយល់ដឹងអំពីថ្នាំនិងវ៉ាក់សាំងបាទយ៉ាចូលទៅក្នុង YouTube Channel វាយពាក្យ Dr. Sun បាទអក្សរ D ធំ O តូច dot ដកឃ្លា S អក្សរធំ UNN បាទដោយអក្សរស្រាប់ចុច search បាទស្វែងរកទៅពេលហ្នឹងឃើញ logo របស់យើងខ្ញុំហើយចូលក្នុង channel ចុចពាក្យ subscribe និងរូបកណ្ដឹងបាទចុចពាក្យ subscribe និងរូបកណ្ដឹងគឺសម្រាប់អ្នកថ្មីដែលមិនទាន់បាន subscribe អញ្ចឹងនៅពេលដែលយើងផុសវីដេអូលើក្រោយនឹងឃើញក្នុងបណ្ដាញ YouTube ជាបន្តបាទជួយរួម subscribe អ្នកមួយដើម្បីលើកទឹកចិត្តក្នុងការធ្វើវីដេអូជាបន្តទៀតបាទសូមអរគុណ